Bri Su on for the Lord Sray Ba, Jumat the Japanese say to one. But I need you Chong Lug Yok and be Kahata Capra Prasevacam, Sokopi by Bantam Tray. Ne? Sevacam Sokapi Ba, near Primary Care, who the high touching but Tom, Rico to me cry. Ba Namakati P, Kehata, Secondary Care, Ba Baneta Chia to Montipet, Ricky High to me Knon. Ba Sevacam T Bay, Kehata Sevacam 33 Care. ប៉ុន្តែអ្វីដែលខ្ញុំលើកយកថ្ងៃនេះគឺខ្ញុំលើកយកតែសេវាកម្មពីរទេគឺសេវាកម្មទី1 Primary Care និងសេវាកម្មទី2 Secondary Care បាទបងប្អូនអរលោកស្រីពេលដែលបងប្អូនប្រើប្រាស់សេវាកម្មសុខាភិបាលតើបងប្អូនប្រើបែបនេះទេបងប្អូនសាកពិចារណាអញ្ចឹងសេវាកម្ម Primary Care មានដូចជានៅមណ្ឌលសុខភាពនៅគេហៅថា clinic ឯកជនឬក៏បន្ទប់ពិគ្រោះបន្ទប់ថែទាំជាដើមបាទទាំងអស់នេះគេហៅថាគឺគេហៅថាសេវាកម្មបឋមដែលគេដុកទ័រឬក៏គ្រូពេទ្យហ្នឹងគាត់ធ្វើយ៉ាងម៉េចនៅសេវាកម្មបឋមហ្នឹងគឺទីមួយគាត់អប់រំសុខភាពគាត់ការព្យាបាលបឋមបានន័យថាព្យាបាលទៅលើកូនរបស់លោកស្រីដែលមានបញ្ហាឈឺទីទួចឈឺដែលគេហៅថាមិនតម្រូវការគេងពេទ្យសេវាកម្មចាក់វ៉ាក់សាំងសេវាកម្មគេហៅថារបួសស្រាលឬក៏សេវាកម្មដែលគេហៅថាអ្នកជំងឺឬកូនរបស់លោកចេញពីមន្ទីរពេទ្យហើយត្រូវណាត់ទៅមន្ទីរពេទ្យវិញដើម្បីឬក៏គ្រូពេទ្យណាត់ដើម្បីព្យាបាលបន្តឬក៏ថែទាំដូចជាការប្រឹក្សាទៅលើការឲ្យថ្នាំការពុលអាប់ទៅលើជំងឺនឹងវាយ៉ាងម៉េចធ្ងន់ធ្ងរវិញឬក៏យ៉ាងម៉េចអីហ្នឹងគឺគេប្រើប្រាស់នៅគេហៅថាដំណាក់កាលគេហៅថាបឋមនឹងឯងបាទអញ្ចឹងគឺយើងយកទីតាំងដូចជាមណ្ឌលសុខភាព clinic ឯកជនបន្ទប់ពិគ្រោះឬក៏បន្ទប់ថែទាំដើម្បីធ្វើការព្យាបាលកូនយើងបន្តពីមន្ទីរពេទ្យពីព្រោះយើងធ្វើដូច្នេះដើម្បីកាត់បន្ថយនៅការរវល់នៅមន្ទីរពេទ្យឧទាហរណ៍មួយទៀតគេហៅថានៅ Primary Care ដែរគឺគេហៅថាការសម្រាលកូនធម្មតាណាគឺដូចជានៅមណ្ឌលសុខភាពជាដើមណាយើងមានមណ្ឌលសុខភាពដែលមានការសម្រាលកូនការបង្កើតកូនជាដើមនៅមណ្ឌលសុខភាពហ្នឹងនៅពេលដែលមណ្ឌលសុខភាពឬក៏សេវាកម្មនៅ clinic ឯកជនឬក៏បន្ទប់ពិគ្រោះបន្ទប់ថែទាំរកឃើញបងប្អូនកូនបងប្អូនដែលមានជំងឺធ្ងន់ធ្ងរឧទាហរណ៍ដូចជំងឺឆ្លងឬក៏ជំងឺអីមួយចំនួនហ្នឹងតម្រូវឲ្យយើងគេហៅថាធ្វើការបញ្ជូនទៅសេវាកម្មទី2គឺមន្ទីរពេទ្យណាសេវាកម្មមន្ទីរពេទ្យបានន័យគេហៅថាសេវាកម្មក្នុងអញ្ចឹងសេវាកម្មមន្ទីរពេទ្យទទួលខុសត្រូវអីខ្លះហើយនៅកន្លែងណាសេវាកម្មមន្ទីរពេទ្យឬក៏ Secondary Care ហ្នឹងគឺមាននៅដូចជាមន្ទីរពេទ្យបង្អែកខេត្តមន្ទីរពេទ្យជាតិថ្នាក់ជាតិឬក៏ថ្នាក់ក្រៅជាតិ international ណាអន្តរជាតិអីជាដើមឬក៏ private clinic ឬក៏ហៅថាទីពេទ្យឯកជនជាដើមណាដើម្បីគេហៅថាធ្វើការព្យាបាលបន្តឬក៏ព្យាបាលជំងឺដែលត្រូវគេងពេទ្យណាជំងឺដែលត្រូវគេងពេទ្យឧទាហរណ៍ថាជំងឺវះកាត់ណាជំងឺវះកាត់ហ្នឹងមាន3ដំណាក់កាលទៀតគេហៅមានកម្រិតទៀតគេហៅកម្រិតវះកាត់កម្រិត1កម្រិត2កម្រិត3ផ្សេងទៀតណាហើយត្រូវការជួបឯកទេសទៅលើជំងឺកូនរបស់លោកស្រីជាដើមឬក៏ជំងឺដែលធ្ងន់ធ្ងរត្រូវការសម្រាកតាមដានយូរថ្ងៃគឺយើងត្រូវតែសម្រាប់នៅមន្ទីរពេទ្យដើម្បីឲ្យធីមរបស់គ្រូពេទ្យនៅមន្ទីរពេទ្យអ្នកឯកទេសហ្នឹងគេពិភាក្សាគ្នាធ្វើរោគវិនិច្ឆ័យដើម្បីព្យាបាលកូនរបស់លោកត្រឹមត្រូវតាមបច្ចេកទេសនិងវិជ្ជាជីវៈបាទហើយសម្រាប់កូនលំបាកឧទាហរណ៍ថាកូនមានស្ត្រីដែលព្យាបាលនៅមណ្ឌលសុខភាពហើយមានផលប៉ះពាល់ឬក៏ការសម្រាប់កូនដោយលំបាកឬក៏ត្រូវវះកាត់ត្រូវអីហ្នឹងគឺគេបញ្ជូនមកមន្ទីរពេទ្យណាមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលបន្តឬក៏គាត់សម្រាប់ពេទ្យបាទហេតុអីបានយើងប្រើប្រាស់សេវាកម្មបែបនេះខ្ញុំឧទាហរណ៍មួយបើសិនជាយើងមិនប្រើប្រាស់សេវាកម្មបែបនេះវាធ្វើឲ្យបងប្អូនអស់លោកស្រីមានផលប៉ះពាល់ដែលហៅថាទីមួយខាតពេលវេលាខាតលុយកាក់នឹងមានបញ្ហាដូចជាជំងឺឆ្លងពីមន្ទីរពេទ្យជាដើមណាឧទាហរណ៍ថាកូនរបស់លោកស្រីម្នាក់ដែលមានបញ្ហាក្តៅខ្លួនដោយផ្ដាសាយណាប៉ុន្តែគាត់អត់បានប្រើប្រាស់សេវាកម្ម Primary Care គេហៅសេវាកម្មបឋមនេះទេគាត់បែរជាទៅតម្រង់ជួរគ្នាចាំយកសេវាកម្មនៅមន្ទីរពេទ្យថ្មីនេះយើងឃើញមានច្រើនណាជាពិសេសអ្នកប្រើបានបសសអីជាដើមគាត់អត់ប្រើនៅមន្ទីរពេទ្យ
ឬក៏មណ្ឌលសុខភាពនេះទេគាត់ទៅតម្រង់ជួរគ្នានៅមន្ទីរពេទ្យដែលល្បីមួយចឹងទៅហើយតែធ្វើឲ្យមានអ្នកជំងឺនឹងចាល់នៅទីនោះច្រើនហើយដល់ពេលបានជួបស្រាប់តែកូនឲ្យលោកស្រីឬក៏លោកស្រីគេថាគាត់តែប្រសាយឧទាហរណ៍ឬក៏គាត់តែមានជំងឺស្រាលទេអញ្ចឹងធ្វើឲ្យបងប្អូនលោកស្រីនឹងខាតពេលវេលាណាខាតពេលវេលាខាតនឹងលុយកាក់ក្នុងការធ្វើដំណើរអីផ្សេងទៀតណាអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់អំពីបើគេហៅថាការប្រើប្រាស់សេវាកម្មសុខភាពឲ្យបានត្រឹមត្រូវអញ្ចឹងបងប្អូនយល់អំពីសេវាកម្មសុខភាពនេះបងប្អូនអស់លុយកាត់បន្ថយច្រើនទីមួយកាត់បន្ថយការជំងឺដែលត្រូវគេពេទ្យកាត់បន្ថយការពេលវេលាកាត់បន្ថយថវិកាជាដើមណាបាទបងប្អូនអត់យល់អស់លោកលោកស្រីសង្ឃឹមថានឹងយល់អំពីសេវាកម្មគេហៅថាសុខភាពឬក៏សេវាកម្មសុខាភិបាលរបស់យើងអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀត